សួស្តីតើពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាការផ្ទុកទិន្នន័យរវាង SSD និង hard disk ខុសគ្នាមិនដែរហេតុអ្វីបានគេថា SSD លឿនជាង hard disk តោះបងប្អូនមើលវីដេអូនេះរហូតដល់ចប់ហើយស្វែងយល់ទាំងអស់គ្នា hard disk ឬក៏គេនិយាយថា hard disk drive ពាក្យខ្លី HDD វាមានថាសដែកខាងក្នុង hard disk ហ្នឹងដែលវាធ្វើចលនាបង្វិលហើយវាមានក្បាលអាននិងសរសេរឬក៏គេហៅថា read and write header ដែលសរសេរនិងទាញយកទិន្នន័យពីថាសដែកហ្នឹងគុណសម្បត្តិរបស់ hard disk នោះគឺវាមានតម្លៃធូរជាង SSD បើយើងគិតជាតម្លៃក្នុង1G hard disk មានតម្លៃថោកជាង SSD យ៉ាងខ្លាំងហើយសម្រាប់គុណវិបត្តិរបស់ hard disk នោះគឺវាអាចខូចធ្វើឲ្យយើងបាត់ទិន្នន័យឧបមាថា external hard disk យើងធ្វើធ្លាក់ឬក៏ប៉ះទង្គិចជាមួយអ្វីយ៉ាងខ្លាំងវាអាចខូចហើយធ្វើឲ្យយើងបាត់ទិន្នន័យនៅក្នុង hard disk នោះសម្រាប់ SSD វិញវាផ្ទុកទិន្នន័យដោយគេហៅថា flash memory វាស្តៀងទៅនឹង flash USB ដែលយើងដោតចូលកុំព្យូទ័រដែលមានទំហំប្រហែលនេះវាអត់មានផ្នែកណាមួយដែលធ្វើចលនានោះទេវាមិនមែនដូច hard disk នោះទេខាងក្នុងហ្នឹងគុណសម្បត្តិរបស់ SSD នោះគឺវាមានល្បឿនលឿនជាង hard disk ហើយវាល្អសម្រាប់ការយើងផ្ទុកវីដេអូដែលធំហើយយើងត្រូវការទាញវីដេអូឬក៏រូបថតឬក៏ឯកសារ file ផ្សេងយកមកប្រើវាលឿនហើយសម្រាប់គុណវិបត្តិរបស់ SSD នោះគឺវាមានតម្លៃថ្លៃជាង hard disk ឧបមាថាបើយើងទិញ SSD 512G វាមានតម្លៃថ្លៃជាង hard disk ដែលមាន storage រហូតដល់1 ទេឬក៏2 ទេអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសូមកុំភ្លេចចុច subscribe ចុច follow ឲ្យមេដៃចែករំលែកទៅដល់មិត្តភ័ក្តិនិងគ្រួសាររបស់លោកអ្នកអរគុណ